សូមជំរាបសួរលោកគ្រូអ្នកគ្រូវីដេអូនេះនឹងបង្ហាញពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យរបាយការណ៍សមិទ្ធកម្មសម្រាប់មន្ទីរអប់រំរាជធានីខេត្តនិងការិយាល័យអប់រំនៃរដ្ឋបាលក្រុងសុខណ្ឌបាទហើយក្រុមការងាររៀបចំវីដេអូនេះគឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការរៀបចំរបាយការណ៍សមិទ្ធកម្មបាទអញ្ចឹងនៅក្នុងនេះគឺមាន10ចំណុចដែលតកតងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធទិន្នន័យរបាយការណ៍សមិទ្ធកម្មបាទនៅក្នុងនោះគឺមានតកតងជាមួយនឹងចំណុចទី1គឺសញ្ញានៃប្រព័ន្ធយើងនឹងពិនិត្យមើលទាំងអស់គ្នាថាតើប្រព័ន្ធដំណើរការយ៉ាងដូចម្តេចបាទដើម្បីអាចចូលទៅប្រើប្រាស់បានទោះតែយើងដឹងពីដំណើរការនៃប្រព័ន្ធបាទទី2គឺការបើកមុខងារ macro ដើម្បីអនុញ្ញាតឲ្យកម្មវិធី Excel របស់យើងអាចដំណើរការកូដបានបាទហើយទី3គឺការបញ្ចូលព័ត៌មានបាទការបញ្ចូលព័ត៌មាននេះគឺដើម្បីអាចឲ្យប្រព័ន្ធរបស់យើងនេះអាចដំណើរការបានអញ្ចឹងអ្នកប្រើប្រាស់គាត់ត្រូវបញ្ចូលព័ត៌មានមួយចំនួនបាទចំណុចទី4ការទាញផែនការចំណុចទី5គឺការពិនិត្យនិងកែសម្រួលទិន្នន័យផែនការប្រតិបត្តិបាទចំណុចនេះសំខាន់ព្រោះទាមទារឲ្យអ្នកប្រើប្រាស់ហ្នឹងគាត់ពិនិត្យក៏ដូចជាផ្ទៀងផ្ទាត់ទិន្នន័យឲ្យបានត្រឹមត្រូវបាទមុននឹងបញ្ចូលទិន្នន័យទាំងអស់នេះចូលទៅក្នុងប្រព័ន្ធឲ្យប្រព័ន្ធគាត់ធ្វើការបង្ហាញនៅក្នុងការរាយការណ៍របាយការណ៍សកម្មកម្មអញ្ចឹងចំណុចកន្លែងនេះសំខាន់មែនទែនវាជាធាតុចូលមួយសម្រាប់ការរៀបចំរបាយការណ៍សកម្មកម្មអញ្ចឹងបើការពិនិត្យរបស់យើងមិនត្រូវការរៀបចំឬមួយក៏ពិនិត្យរបស់យើងឬមួយក៏ទិន្នន័យមិនត្រឹមត្រូវទេធ្វើឲ្យវាប៉ះពាល់ដល់ការរាយការណ៍របាយការណ៍សកម្មកម្មបាទទី6ការទាញទិន្នន័យសម្រាប់ការ live ក៏ដូចជាផ្នែកពាក់ព័ន្ធបាទកន្លែងនេះគឺយើងចង់របាយការណ៍សកម្មនេះគឺចង់ឆ្លុះបញ្ចាំងឬមួយក៏ចង់ឲ្យអង្គភាពឬមួយក៏អ្នកដែលរៀបចំគ្រោងផែនការឬមួយក៏អនុវត្តសកម្មភាពហ្នឹងគឺគាត់ជាអ្នករាយការណ៍បាទទី7គឺការបំពេញទិន្នន័យលទ្ធផលសម្រេចបានបាទចំណុចនេះរឹតតែសំខាន់ទៀតទៅតាមត្រីមីនីមួយព្រោះអ្នកអនុវត្តសកម្មភាពនិងអ្នកបូកសរុបត្រូវចេះគាត់ត្រូវចេះរាយការណ៍អំពីលទ្ធផលសម្រេចបានបាទព្រោះការរាយការណ៍លទ្ធផលសម្រេចបាននៅក្នុងតារាងបច្ចុប្បន្នកឬមួយក៏ខនេះគឺសំខាន់ព្រោះវាជាធាតុចូលមួយសម្រាប់ការរៀបចំផែនការនៅឆ្នាំបន្តទៀតបាទអញ្ចឹងទី8ការទាញលទ្ធផលសម្រេចបានចូលទី9គឺពិនិត្យមើលលទ្ធផលសម្រេចបានអញ្ចឹងចំណុចទី9នេះគឺតកតងជាមួយនឹងអ្នកបូកសរុបអញ្ចឹងអ្នកបូកសរុបគាត់មានតួនាទីត្រូវពិនិត្យមើលបាទក្រោយពីអ្នកអនុវត្តសកម្មភាពគាត់ផ្ដល់ទិន្នន័យមកគាត់រាយការណ៍មកតើវឌ្ឍនភាពទាំងអស់ហ្នឹងអាចទទួលយកបានអត់តើមានបញ្ហាប្រឈមមួយខ្លះដែរបាទដើម្បីគាត់បូកសរុបទៀងទាត់ជាមួយនឹងអ្នកអនុវត្តសកម្មភាពដើម្បីដាក់បញ្ចូលក្នុងរបាយការណ៍សកម្មក៏ដូចជារាយការណ៍ជូនថ្នាក់ដឹកនាំអង្គភាពបាទចំណុចទី10គឺតកតងជាមួយការទាញបាយការក្នុងចំណុចនេះដែរអញ្ចឹងអ្នកពាក់ព័ន្ធអ្នករៀបចំគាត់អាចមានជំរើសពីរទី1គាត់អាចរៀបចំរបាយការណ៍នៅក្នុងប្រព័ន្ធហ្នឹងតែម្ដងឬមួយក៏គាត់អាចយកទិន្នន័យហ្នឹងទិន្នន័យដែលប្រព័ន្ធបានផលិតហ្នឹងយកទៅរៀបចំជា Word បាទអញ្ចឹងសម្រាប់វីដេអូទី1នេះគឺតកតងជាមួយនឹងមេតិកានៃការមេរៀនក៏ដូចជាគោលបំណងនេះគឺបានមកដល់ទីបញ្ចប់ហើយសូមអរគុណលោកគ្រូ